ស្វាគមន៍ទាំងអស់គ្នាមកកាន់ Channel Lida Official ហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកវីដេអូនិយាយអំពីរឿងក្តីឃាតកម្មដែលល្បីៗនៅលើពិភពលោកព្រមទាំងឃាតករល្បីៗមួយចំនួនដែលសិតសឹងតែជាឃាតករ serial killer ហើយខ្ញុំនឹងបរិយាយនៅក្នុងវីដេអូនេះសម្រាប់វីដេអូថ្ងៃនេះខ្ញុំនឹងលើកយករឿងក្តីចំនួន2ដែលធំល្បីមែនទែននៅលើពិភពលោកមកចែកជូនអ្នកទាំងអស់គ្នាស្ដាប់ចំពោះឃាតកម្មទី1គឺមានឈ្មោះថា Jack the Ripper ហើយចំពោះឃាតកម្មទី2គឺមានឈ្មោះថាប្រវត្តិផ្ទះ La Lauren Jack the Ripper គឺជាងារដែលឃាតករបានដាក់ឲ្យខ្លួនឯងផ្ទាល់តែម្ដងហើយគាត់គឺជា serial killer ម្នាក់ដែលគេអត់ស្គាល់អត្តសញ្ញាណគាត់ទេហើយគាត់បានធ្វើសកម្មភាពនៅក្នុងទីក្រុងឡុងហើយនៅក្នុងសង្កាត់មួយដែលជាសង្កាត់ដែលក្រីក្រនៅក្នុងប្រទេសអង់គ្លេសហើយក្នុងឆ្នាំ1888ហ្នឹងគឺគាត់ធ្វើសកម្មភាពពេញទីតែម្ដងជនរងគ្រោះដែលត្រូវបាន Jack the Ripper ធ្វើការសម្លាប់ហ្នឹងជាទូទៅគឺជាស្ត្រីបេសកចារជាស្ត្រីមេម៉ាយដែលត្រូវប្តីបបងចោលឬក៏ប្តីស្លាប់ឬក៏លែងលះគ្នាអញ្ចឹងទៅគាត់ខ្លាចជាស្ត្រីបេសកចារដោយសារគាត់អត់មានទ្រព្យសម្បត្តិឬក៏លុយកាក់អីដើម្បីចិញ្ចឹមខ្លួនគាត់ទេជនរងគ្រោះដែលបានស្លាប់នៅក្នុងករណីឃាតកម្ម Jack the Ripper ហ្នឹងសរុបទាំងអស់គឺមានចំនួន5នាក់សុទ្ធតែជាស្ត្រីបេសកចារទាំងអស់ជនរងគ្រោះទី1គឺមានឈ្មោះថា Marianne Nicole ដែលគេបានរកសាកសពរបស់គាត់ឃើញនៅលើផ្លូវហើយចំពោះរូបរាងកាយរបស់គាត់គឺសុទ្ធតែឈាមនៅលើផ្លូវហ្នឹងហ្មងចំណុចករបស់គាត់គឺត្រូវបានឃាតករផ្ដាច់ឡើងចិត្តដាច់ចេញពីគ្នាហើយនៅលើស្នាមពោះនៅលើពោះរបស់គាត់គឺមានស្នាមវះកាត់ផ្ដាច់ទៅតឹងហ្មងហើយចំពោះគ្រឿងក្នុងវិញគឺវល់វែកអស់ឬថាឃាតករហ្នឹងគឺលុកលុយខ្ទេចអស់មានពីណាគេបានឃើញចំពោះឃាតករដែលបានធ្វើការសម្លាប់ទៅលើគាត់ហ្នឹងដែរអញ្ចឹង Marianne គឺគាត់បានស្លាប់នៅថ្ងៃទី1ខែកញ្ញាឆ្នាំ1888អញ្ចឹងមួយរយៈក្រោយមកទៀតប្រហែលជាមួយសប្តាហ៍គឺស្រាប់តែគេបានរកឃើញជនរងគ្រោះទី2ដែលគាត់មានឈ្មោះថា Annie ហើយគេបានរកឃើញសាកសពរបស់គាត់នៅថ្ងៃទី8កញ្ញាឆ្នាំ1888សាកសពរបស់គាត់គឺត្រូវបានគេប្រទះឃើញនៅលើផ្លូវមួយហើយចំពោះសាកសពរបស់គាត់គឺស្តៀងទៅនឹងជនរងគ្រោះទី1ដែរគាត់ត្រូវបានគេកហើយវះពោះយកស្បូនរបស់គាត់ចេញទៅហ្មងអញ្ចឹងលើកហ្នឹងគឺឃាតករបានវះកាត់ស្បូនរបស់គាត់យកចេញទៅបាត់ចំពោះករណីហ្នឹងបានកន្លងផុតទៅមួយរយៈទៅគឺនៅថ្ងៃទី27ខែកញ្ញាឆ្នាំ1888ហ្នឹងគឺមានសវត្ថមួយបានផ្ញើទៅកាន់ប៉ុស្តិ៍ប៉ូលីសដែលជាសវត្ថរបស់ឃាតករហ្នឹងហ្មងណាដែលគាត់បានហៅខ្លួនឯងថាជា Jack the Ripper ហើយគាត់បានដៀថ្មីទៅកាន់ប៉ូលីសនឹងថាអន់អីចឹងណាមិនអាចបបែករឿងក្តីនឹងបានអីចឹងទៅអញ្ចឹង3ថ្ងៃក្រោយបន្ទាប់ពីទទួលបានសវត្ថនឹងហើយក៏ស្រាប់តែមានជនរងគ្រោះទី3ជាបន្តទៀតចំពោះជនរងគ្រោះទី3គឺគាត់មានឈ្មោះថា Elizabeth ហើយគេបានប្រទះឃើញគាត់ស្លាប់នៅថ្ងៃទី31ខែកញ្ញាឆ្នាំ1888សាកសពរបស់គាត់គឺត្រូវបានគេរកឃើញនៅខ្ទង់ម៉ោង1ជាងថ្ងៃទី31ហ្នឹងណាប៉ុន្តែគឺគេបានសន្និដ្ឋានថាគាត់ស្លាប់នៅថ្ងៃទី30ព្រោះអីពេលយប់ម៉ោង12កន្លះហ្នឹងវាឈានចូលថ្ងៃ31ហើយគឺមានគេបានប្រទះឃើញគាត់ហ្នឹងបន្ទាប់ជាមួយនឹងប្រុសម្នាក់បន្ទាប់ពី15នាទីក្រោយមកក៏បានឃើញគាត់ស្លាប់សារតើវាជាពេលយប់ហើយសម័យមុនគឺគេអត់សូវចង់ខ្វល់ចេះដឹងរឿងអ្នកដទៃទេទោះបីជាឃើញរឿងបន្ទាប់ហើយអញ្ចឹងក៏គេអាចបានចូលទៅជួយឲ្យដែរអញ្ចឹងហើយទៅបដាលឲ្យ Elizabeth គឺគាត់ត្រូវបានបាត់បង់ជីវិតក្នុងពេលហ្នឹងអញ្ចឹងណាសារមានគេជួយគាត់ហើយសាកសពរបស់គាត់គឺដូចតែជនរងគ្រោះទី1ទី2អញ្ចឹងគឺមានស្ថានភាពដូចគ្នាគឺត្រូវបានគេកហើយតែលើកនោះអត់មានវះពោះយកស្បូនយកអីទេដោយសារតពេលបន្ទាប់ហើយអញ្ចឹងឃើញដួលនៅលើដីអញ្ចឹងក៏គេរត់ទៅមើលអីចឹងណាប៉ុន្តែវាចូលលក្ខណៈមួយម៉ោងអីដែរហើយទេបានគេទៅឃើញអញ្ចឹងទៅធ្វើឲ្យឃាតករភ័យខ្លាចគេឃើញអញ្ចឹងគាត់ក៏គេចខ្លួនបាត់ទៅគាត់បានធ្វើការវះពោះអីទេប៉ុន្តែអីដែលសាហាវហ្នឹងណាទាំងអស់គ្នាគឺអត់យូរហ្មងទេត្រឹមតែ40នាទីក្រោយហើយគឺឃាតករហ្នឹងគឺបានបន្តចេញទៅសម្រាប់ជនរងគ្រោះទី4បន្ទាប់ទៀតគ្រោះទី4គឺគាត់មានឈ្មោះថា Catherine នៅលើផ្លូវមួយខ្ទង់ម៉ោង1:40នាទីជាង45អីហ្នឹងគាត់បានខ្លាចជាជនរងគ្រោះនឹងតែម្ដងអញ្ចឹងប្រហែលជា10-20នាទីក្រោយអញ្ចឹងប៉ូលីសក៏បានប្រទះឃើញសាកសពរបស់គាត់គឺនៅលើផ្លូវអញ្ចឹងហើយគឺដូចមុនអញ្ចឹងក៏ត្រូវបានគេកហ
ហើយវះពោះប៉ុន្តែលើកនេះគឺឃាតករបានកាត់យកស្បូនរបស់គាត់ទៅហើយវះយកតម្រងនោមរបស់គាត់ទៅទៀតហើយនៅលើមុខរបស់គាត់ក៏មានស្នាមវះឆ្កៀលមុខដែរអញ្ចឹងសម្រាប់ថ្ងៃទី30ឈានចូលថ្ងៃទី31ខែកញ្ញាឆ្នាំ1888ហ្នឹងគឺមានជនរងគ្រោះរហូតដល់2នាក់ដែលត្រូវបានស្លាប់នៅក្នុងដៃរបស់ឃាតករនឹងតែម្ដងហើយឃាតករនឹងឌឺសាហាវបន្ទាប់ពីគាត់បានសម្លាប់ជនរងគ្រោះទី3ទី4នឹងហើយគាត់បានដើរទៅប៉ុស្តិ៍ប៉ូលីសដើម្បីតម្លាក់កសែងបងកទៀតកសែងនឹងប្រហែលជាកសែងរបស់ជនរងគ្រោះមានឈាមតិចៗហើយតម្លាក់នៅលើផ្លូវចិត្តកន្លែងប៉ុស្តិ៍ប៉ូលីសនឹងទៀតនិយាយទៅគឺឌឺសាហាវហ្មងឃាតករធ្វើអញ្ចឹងគឺចង់ឌឺប៉ូលីសធ្វើការឌីលប៉ូលីសអីចឹងថាឌីលប៉ូលីសអន់ប៉ូលីសអីធ្វើការអត់កើតចឹងនិយាយទៅគាត់ហ៊ានដើរកាត់វងក្នុងភូមិហ្នឹងគឺគាត់អត់ខ្វល់ទេដើរពីកន្លែងហ្នឹងទៅប៉ុស្តិ៍ប៉ូលីសនិយាយទៅគឺនៅគាត់នៅក្នុងចំណោមមនុស្សទាំងអស់ហ្នឹងហ្មងគឺគាត់អត់ខ្លាចសោះចំពោះ Jack the Ripper គឺគេបានសង្ស័យថាគាត់ហ្នឹងគឺជាអាចជាឃាតករដែលមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រឬក៏រាងកាយមនុស្សអីចឹងណាឬក៏ជាដុកទ័រអីចឹងទៅព្រោះអីគឺគាត់ស្គាល់ស្បូនគាត់ស្គាល់គ្រឿងក្នុងគាត់ចេះវះយកវាចេញហើយចឹងណាអាហ្នឹងគឺគេបានសង្ស័យថាគាត់ក៏ជាដុកទ័រឬក៏ជាវិជ្ជបណ្ឌិតដែលចេះខាងផ្នែកហ្នឹងចឹងទៅព្រោះគាត់ចេះវះអញ្ចឹងបន្ទាប់ពីយប់ហ្នឹងគាត់បានសម្លាប់ជនរងគ្រោះហើយផឹកឡើងគឺគាត់បានទៅសេសវត្តផ្ញើទៅប៉ុស្តិ៍ប៉ូលីសជាលើកទី2ទៀតនិយាយទៅគឺគាត់ឌឺហ្មងគាត់ទៅសេក្នុងហ្នឹងគាត់ទៅសេថាប៉ូលីសធ្វើការអន់ធ្វើការអត់កើតគាត់តែប៉ុណ្្នឹងរកឃាតករអត់ឃើញអីចឹងគាត់សាច់ចំអកអីចឹងទៅហើយគាត់នៅតែហៅខ្លួនឯងថា Jack the Ripper ទៅដែរនៅក្នុងសវត្តហ្នឹងគឺគាត់បានហៅប៉ូលីសថាបុះមេអញ្ចឹងណាយើងហៅនិយាយថាមេអញ្ចឹងក៏គេត្រូវបានសង្ស័យថាក៏ជាដៃជើងឬក៏អ្នកស្គាល់គ្នាជាមួយនឹងប៉ូលីសឬក៏ជាប៉ូលីសឬក៏អ្នកស្គាល់អីចឹងទៅព្រោះអីហៅបុះហៅថាមេអញ្ចឹងណាប៉ុន្តែនៅក្នុងករណីឃាតកម្មទាំងអស់ហ្នឹងគឺឃាតករអត់មានបានទុកភ័ស្តុតាងអីដែលឲ្យប៉ូលីសគាត់ធ្វើការស្រាវជ្រាវចាប់ឃាតករបាននេះអញ្ចឹងបន្ទាប់ពីរឿងក្តីនឹងបានកើតឡើងហើយរយៈពេលមួយខែក្រោយក៏ស្រាប់តែមានជនរងគ្រោះទី5បានស្លាប់ម្នាក់ទៀតនៅថ្ងៃទី9វិច្ឆិកា1888ក៏គេបានឃើញសាកសពរបស់គាត់នៅក្នុងបន្ទប់ជួលជនរងគ្រោះទី5គឺគាត់មានឈ្មោះថា Marie Kelly គឺឈ្មោះស្តីងជនរងគ្រោះទី1ដែរឃាតករគឺបានធ្វើការសម្លាប់របស់គាត់នៅលើគ្រែគេងបន្ទប់ក្នុងបន្ទប់ជួលរបស់គាត់ហ្នឹងហ្មងដោយសារថ្ងៃហ្នឹងគាត់ឈឺគាត់អីគាត់អត់បានចេញទៅធ្វើការចឹងគាត់សម្រាកនៅហ្នឹងប៉ុន្តែក៏គាត់ត្រូវបានគេសម្លាប់អញ្ចឹងស្ថានភាពសាកសពរបស់គាត់គឺដូចទៅនឹងជនរងគ្រោះផ្សេងទៀតចឹងគឺគាត់ត្រូវបានគេអាកហើយក៏វះពោះយកគ្រឿងក្នុងអីចឹងទៅប៉ុន្តែលើកនេះហ៊ានសាហាវបន្តិចដោយសារគ្រឿងក្នុងរបស់គាត់ពោះវៀនអីវាបាត់អបាយវាចេញមកក្រៅចឹងណាគេវះយកស្បូនគាត់ទៅបាត់ហើយមុខរបស់គាត់ក៏ត្រូវបានចិត្តតែឈាមអីចឹងទៅអញ្ចឹងសម្រាប់ករណីឃាតកម្មនឹងទាំងអស់គឺប៉ូលីសអត់បានរកឃើញភស្តុតាងអីដើម្បីតាមចាប់ឃាតករទេដោយសារការសម្លាប់របស់ឃាតករហ្នឹងគឺអត់មានសរសើរទុកដានអីឲ្យប៉ូលីសដើម្បីស៊ើបអង្កេតសោះហ្មងណាដោយដែលខ្ញុំបាននិយាយខាងដើមអញ្ចឹងថាជនរងគ្រោះទាំងអស់សុទ្ធសឹងតែជាស្ត្រីដែលគាត់រកស៊ីផ្លូវភេទអញ្ចឹងទៅគាត់អត់មានផ្ទះសបែងនៅទេគាត់នៅផ្ទះជួលនៅបន្ទប់ជួលអញ្ចឹងទៅហើយយប់ឡើងគាត់នៅតាមផ្លូវដើម្បីស្វែងរកភ្ញៀវដើម្បីទិញសេវាកម្មគាត់ចឹងទៅដើម្បីឲ្យគាត់មានលុយចិញ្ចឹមខ្លួនអញ្ចឹងណាប៉ុន្តែជាអកុសលគឺគាត់បានជួបជាមួយនឹងឃាតករដែលសម្លាប់គាត់ចំពោះឃាតករ Jack the Ripper ហ្នឹងគឺគេបានសន្មត់គាត់ថាជាឃាតករដែលមានភេទប្រុសអញ្ចឹងអាយុរបស់គាត់គឺចន្លោះពី25ដល់35ហើយកម្ពស់គឺ1.67ម៉ែត្រដល់1.73ម៉ែត្រអាហ្នឹងគ្រាន់តែគេសន្និដ្ឋានទេហើយគាត់មានមាឌធំដែររៀងដាំងដែរអញ្ចឹងណាហើយសម្រាប់ស្លៀកពាក់របស់គាត់គឺគាត់ពាក់អាមួកខ្មៅអាកប៉យខាងលើហើយមានអាវខ្មៅធំអីចឹងទៅហើយឃាតករក្នុងករណីរឿងហ្នឹងគឺចាប់អត់បានទេចំពោះមូលហេតុដែលគេសន្មត់ថាគាត់ជាភេទប្រុសហ្នឹងដោយសារតែមានគេធ្លាប់ឃើញអាគេពេលគាត់បន្តជាមួយនឹងជនរងគ្រោះហ្នឹងក៏មានបានធ្លាប់មានគេឃើញចឹងគេក៏សង្ស័យចឹងទៅជនដែលជាជនសង្ស័យហ្នឹងគឺត្រូវបានប៉ូលីសដាក់ការសន្និដ្ឋានថាមានរហូតដល់ទៅ80ជាងនាក់ប៉ុន្តែគឺត្រូវបានធីបចោលខ្លះរហូតដល់សល់តែ7 8នាក់អីចឹងទៅហើយភាគច្រើនក៏គេបានដាក់ការសង្ស័យទៅលើប៉ូលីសគ្រូពេទ្យអីចឹងទៅដែល
ជាការសង្ស័យដោយសារចេះវះកាត់អីអញ្ចឹងប៉ុន្តែក៏មានទីរីមួយចំនួនទៀតដែលគេសង្ស័យថាឃាតករចឹក The Ripper ហ្នឹងមិនមែនជាប្រុសទេអាចជាស្រីអីចឹងណាពីព្រោះដោយសារតែភិកច្រើនគឺគេសង្ស័យតែលើមនុស្សប្រុសផ្លិចមនុស្សស្រីចឹងក៏អាចថាជាមនុស្សស្រីដែរតែគ្រាន់តែគេអត់មានភស្តុតាងក្នុងការចាប់អីចឹងទៅអញ្ចឹងយើងក៏សោកស្ដាយដែរដែលប៉ូលីសចាប់ឃាតករបានចឹងណាហើយមកដល់ពេលហ្នឹងក៏មកដល់បច្ចុប្បន្នហ្នឹងគឺអត់ចាប់ចោតបានទេហើយក្តីហ្នឹងក៏វាផុតយូរហើយដែរគឺតាំងពីឆ្នាំ1888វាខ្ទង់130ឆ្នាំមុនចឹងណាហើយមកដល់ឥឡូវក៏វាគ្មានសល់អី DNA អីទៀតដែរប៉ុន្តែគាត់ថាវិជ្ជាការចងចាំមួយចឹងណាដែលធ្វើឲ្យប៉ូលីសគាត់មានការខិតខំជាងមុនប្រឹងប្រែងជាងមុនចឹងទៅពីព្រោះគិតកោគឺឆ្លើយហើយឌឺខ្លាំងសើតែសេសពតផ្ញើមកប៉ូលីសឡើង2ដងហើយនៅតែប៉ូលីសចោតបានទៀតហើយមានមួយពេលដែលថាយកកសែងទៅតម្លាក់នៅតាមផ្លូវចិត្តប៉ូលីសហ្នឹងក៏ប៉ូលីសហ្នឹងចោតបានទៀតអញ្ចឹងបង្ហាញថាប៉ូលីសហ្នឹងគឺធ្វើប្រហែលក៏ដូចជាអសមត្ថភាពក្នុងការបង្ក្រាបឃាតករហើយនឹងការចាប់ឃាតករហ្នឹងមែនតើតាមបាត់ជនសង្ស័យនៅក្នុងរឿងហ្នឹងក៏មានច្រើនដែរប៉ុន្តែខ្ញុំបានលើកមកទេដោយសារតែវាជាទីរីអញ្ចឹងណាខ្លះទៅក៏ជាសង្ស័យដែលប៉ូលីសគាត់សន្និដ្ឋានខ្លះទៅក៏ធំទៅជាទីរីដែលគេនិយាយតគ្នាអញ្ចឹងទៅមានផុសតាំងមានសភៅខ្លះទៅមានឧបករណ៍ផ្សេងដែលបញ្ជាក់ថាជារបស់Jack the Ripper អញ្ចឹងណាប៉ុន្តែចុងក្រោយវាមកផ្ទួនគ្នាវាច្រើនក្នុងពេលតែមួយអញ្ចឹងគេគិតថាវាជាការលេងសើច prank របស់អ្នកដែលជួយចិត្តលេងអីចឹងទៅអញ្ចឹងគឺសរុបមករឿងក្តីហ្នឹងគឺអត់បានចាប់ឃាតករបានទេអញ្ចឹងខ្ញុំសូមបញ្ចប់រឿងក្តីហ្នឹងត្រឹមតែប៉ុណ្ណឹងហើយចំពោះរឿងក្តីទី2ដែលថាខ្ញុំនឹងលើកយកមកនិយាយហ្នឹងខ្ញុំប្រហែលជាត្រូវលើកទៅវីដេអូក្រោយហើយដោយសារតែខ្ញុំនិយាយយូរដែរហើយវីដេអូហ្នឹងវាខ្ទង់10នាទីជាងអីទីទួយអីហ្នឹងឯងអញ្ចឹងខ្ញុំសូមអរគុណមែនតើសម្រាប់ការស្ដាប់របស់អ្នកទាំងអស់គ្នាហើយបើសិនជាចូលចិត្តអាច subscribe ក៏ដូចជា comment នៅក្នុងខាងក្រោម comment ហ្នឹងបានអរគុណប្រិយមិត្តទាំងអស់គ្នាអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ